តោះស្វាគមន៍ទាំងអស់គ្នាមកកាន់វីដេអូថ្មីរបស់ខ្ញុំមួយទៀតថ្ងៃនេះខ្ញុំមាន tip ថ្មីមួយពាក់ព័ន្ធជាមួយនឹងការធ្វើ system restore នៅលើ Windows ដែលប្រហែលជាមានអ្នកខ្លះគាត់ដឹងថា system restore ហ្នឹងគាត់វាមានប្រយោជន៍បែបណា system restore នេះគឺយើងបើកវាប្រើសម្រាប់ការពារ system របស់យើងក្នុងករណីថាយើង update Windows ឬមួយក៏យើង install កម្មវិធីណាមួយដែលវាអាច affect ទៅលើ OS របស់យើងអាចប្រើ system restore នេះដើម្បី restore system របស់យើងត្រឡប់មកដូចដើមវិញនៅពេលដែលយើងមុនពេលដែលយើង update ឬមួយក៏មុនពេលដែលយើង install កម្មវិធីហ្នឹងហើយក៏កម្មវិធីមួយចំនួនក៏វាមានកន្លែងហ្នឹងឲ្យយើង automatic ដែរវានឹងប្រាប់យើងថា create system restore មួយចឹងណាហើយឥឡូវនេះយើងចូលទៅបង្កើតខ្លួនឯងតែម្ដងទៅយើងការពារវាទុកមុនព្រោះកម្មវិធីទាំងអស់វាមិនមែនបានន័យថាគេដាក់ឲ្យយើងស្រាប់ទេគេបង្កើត system store យើងស្រាប់ទេយើងត្រូវចូលមកបង្កើតវាទុកឲ្យហើយជៀសវាងបញ្ហាណាមួយយើងអាច restore វាមកសារដើមបានឥឡូវនេះយើងអាចចូលមកមើលនេះបានខ្ញុំបានបើករួចរាល់ហើយខ្ញុំបានបើករួចរាល់ភាសាហើយអញ្ចឹងកន្លែងនេះយើងដាក់គេឃើញយើងដាក់ថា Windows C system យើងបានបន្តិចវារួចហើយអូខេយើងចូលទៅកាន់កន្លែងបើកវាហ្មងទៅដើម្បីបើកវាបានទីមួយយើងមកនៅក្នុងយើងចូលទៅក្នុងបច្ចេកទេសមួយដែលតើយើងអ្នកប្រើទូទៅណាយើងមកក្នុង setting ហើយយើងឬមួយក៏យើងអាចមកស្ដាប់នៅលើកុំព្យូទ័រមកហើយយើងយក property រួចហើយយើង scroll ចុះក្រោមបន្តិចយើងមានពាក្យថា system protection តែបើនៅក្នុង Windows 10អាហ្នឹងកន្លែងហ្នឹងរៀងប្លែកតិចតែសារវានៅខាងឆ្វេងហើយនៅខាងស្ដាំនេះសុំទោសអញ្ចឹងយើងដល់ពេលមក Windows 11វានៅចំនៅកន្លែងហ្នឹងវិញអញ្ចឹងយើងយកពាក្យថា system protection អញ្ចឹងវានឹង load បែបនេះឬមួយក៏យើងអាចមក search តែម្ដងទៅយើង search ពាក្យថា create a restore point អញ្ចឹងខ្ញុំបិទកន្លែងនេះវិញហើយខ្ញុំ search កន្លែងនេះវិញ create a restore point ហើយយើង tick វាមកអូខេអញ្ចឹងយើងយកកន្លែងហ្នឹងរួចហើយវានឹងចេញបែបនេះឲ្យយើងហើយឥឡូវយើងចូលមកបើកតែម្ដងទៅយើងត្រូវ select នៅលើ Windows C នេះមួយសិនហើយយើងយកពាក្យថា create បើកុំព្យូទ័រខ្លះគឺកន្លែងនេះវា off ទាំងពីរអញ្ចឹងបានន័យថាsystem restore point ហ្នឹងអត់បានបើកទេតតែយើងចូលទៅបង្កើតវាអូខេយើងចូលទៅបង្កើតវាតែម្ដងទៅយើងចុចលើពាក្យថា create ហើយយើងដាក់ថ្ងៃក៏បានដែរឥឡូវថ្ងៃនេះគឺថ្ងៃទី23ខែ12 2025អញ្ចឹងខ្ញុំនឹងបង្កើតអាមួយអូខេយើងចាំវាឲ្យវាបង្កើតមួយសិនមកយើងរងចាំវាបន្តិចទៅព្រោះកន្លែងនេះវាអាចនឹងតូចធំទៅតាមកម្មវិធីឬមួយក៏ system ដែលយើងប្រើព្រោះដោយសារតែបើសិនជាកម្មវិធីនៅក្នុងនេះកុំព្យូទ័ររបស់យើងដាក់ច្រើនកន្លែង system install point ក៏វាត្រូវការពេលយូរដែរវាគួរសមដែរដើម្បីទៅបង្កើត install point ហ្នឹងមួយព្រោះដោយសារតែដូចបងប្អូននឹងស្រាប់ហើយធម្មតានៅពេលដែលយើងបង្កើតអឺ install អីមួយយើងទាំងហើយដើម្បីទៅ roll back មកវិញវាត្រូវការអឺ save file save configuration មួយចំនួនដើម្បីការពារអូខេឥឡូវវារួចរាល់ហើយអញ្ចឹងខ្ញុំ close វិញclose ឥឡូវខ្ញុំបានបង្កើតមុនហ្នឹងមិញហើយអញ្ចឹងយើងចូលទៅមើលថ្ងៃខែដែលយើងបាននេះថា system install point តែយើងបានបង្កើតប្រហែលដងហើយអញ្ចឹងយើងចូលមកកន្លែងចុចថា system install មកអូខេវានឹង load បែបនេះយើងចុច next អូខេយើងឃើញច្រើនថ្ងៃមែនតើនេះខ្ញុំបានបង្កើតដោយសារតែពេលហ្នឹងខ្ញុំបានតេស្តមាន app មានអីមួយចំនួនអញ្ចឹងគ្រាន់តែថ្ងៃទី20នេះខ្ញុំបានបង្កើតពីរដងដែរដោយសារជារបៀបហើយខ្ញុំបាន install កម្មវិធីមួយចំនួនវាមានកន្លែង system protection នៅខ្លួនវាអញ្ចឹងក៏វាបង្កើតឲ្យយើងដែរហើយបន្តមកទៀតមកដល់ថ្ងៃទី23មុននេះមិញនេះក៏ខ្ញុំបានបង្កើតរួចរាល់ហើយបន្តមកទៀតក៏ខ្ញុំបានបង្កើតម្ដងទៀតអឺអូខេអញ្ចឹងយើងកន្លែងដែលយើងបង្កើតនេះគឺវាចេញ description បែបនេះប៉ុន្តែកន្លែងនេះគឺ Windows Update អញ្ចឹងបានន័យថាមិនមែនខ្ញុំអ្នកបង្កើតទេមុននេះគឺដោយសារតែខ្ញុំមាន install កម្មវិធីមួយចំនួនហើយវាទាញ Windows Update អញ្ចឹងដូចបងប្អូនឃើញអញ្ចឹងគឺវា protection ដែរបើកាលណាតែយើង update ទៅ fail ឬមួយក៏អី Windows Update ក៏វា roll back តាម system install របស់យើងដែរហើយយើងអាច select ថ្ងៃទៅឧទាហរណ៍ថាបើសិនជាយើងបានបង្កើតនៅថ្ងៃទី23ខែ12នេះអញ្ចឹងចាប់ពីស្អែកទៅឧទាហរណ៍ថាបន្ទាប់ពីម៉ោងនេះទៅម៉ោង8ទៅយើងបាន install កម្មវិធីអីផ្សេងមួយចំនួនឬមួយក៏យើងបាន configuration នៅលើ Windows ហ្នឹងមានកែកុន system មួយចំនួនយើងអាច roll back មកវិញបានដែលយើង select យកថ្ងៃហ្នឹងទៅយើងចុច next ទៅវានឹង roll back មក
នៅចំណុចហ្នឹងវិញហើយកម្មវិធីដែលយើងបាន install lên មួយចំនួនហ្នឹងក៏វា remove ចេញដែរបានន័យថាកម្មវិធីណាដែល install នៅក្រោយម៉ោងនេះនៅថ្ងៃទី23ហើយនឹងម៉ោង7:59គឺពេលដែលយើងចុច restore វានឹងមកវិញទាំងអស់ហើយកម្មវិធីដែលយើង install ក្រោយហ្នឹងគឺវានឹងបាត់អញ្ចឹង system restore នេះគឺវាមានប្រយោជន៍បែបហ្នឹងដែលបងប្អូនគាត់អាចប្រើបានជាពិសេសសម្រាប់អ្នកដែលគាត់ចូលចិត្តតេស្តកម្មវិធីឬមួយក៏អីផ្សេងៗហ្នឹងយើងអាចប្រើ system restore ហ្នឹងបានយើងការពារបានច្រើននៅក្នុងហ្នឹងអញ្ចឹងអរគុណច្រើនវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន